ទៅវត្តថ្វាយបង្គំព្រះផងដើម្បីសុំសេចក្តីសុខដាក់ខ្លួនព្រោះចៅអាចនឹងមានគ្រោះថ្នាក់ដោយសារតែទូរស័ព្ទនេះជួបខ្មោចទៀតហើយវើយធ្វើម៉េចទៅនេះលើកនេះជាក្មេងម្ដងប្អូនស្រីអញកើតអីហ្នឹងមិនបានជាយំអញវិញម្ដាយមែនទេខ្ញុំពងវែងម៉ែមិនដឹងថាម៉ែខ្ញុំបាត់ទៅណាទេពួកយើងនាំខ្លួនទៅរឿងម៉ែខ្ញុំមកដូចប្រពន្ធបងប្រុសនៅខាងមុខផ្ទះខណៈដែលសាឡាត់កំពុងតែឈរចុចទូរស័ព្ទរបស់នាងក៏មានអ្នកជិះម៉ូតូមកឈប់ក្បែរនាងព្រមទាំងស្រដីឡើងកំពុងតែចុចទូរស័ព្ទឆ្លើយឆ្លងជាមួយនរណាអាចឲ្យខ្ញុំដឹងផងបានដែរទេព្រោះថាឃើញនាងតែងតែរវល់ជាមួយទូរស័ព្ទរបស់នាងខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ឆ្លងឆ្លើយជាមួយអ្នកណាក៏ជារឿងខ្ញុំដែរបើអាចក៏មកចិត្តខ្ញុំពេកអីណាខ្ញុំមិនចង់និយាយជាមួយទេពេលខ្លះខ្ញុំពិតជាធុញទ្រាន់ណាស់មករកស្អីនៅនឹងនោះខ្ញុំមិនមែនជាម្ដាយឯងទេនាងមិនមែនជាម្ដាយរបស់ខ្ញុំទេតែអាចជាម្ដាយកូនរបស់ខ្ញុំទៅថ្ងៃខាងមុខបើមិនជឿទេកុំប្រមាថឲ្យសោះឈឺក្បាលណាស់គួរតែចេញឲ្យឆ្ងាយពីខ្ញុំទេខ្ញុំមិនចង់និយាយជាមួយទេតើហេតុអីបានជាមិនចង់និយាយជាមួយខ្ញុំហ៎តែខ្ញុំបានធ្វើខុសអីជាមួយនាងអីយើងជាអ្នកភូមិជាមួយគ្នាតើនេះនាងកំពុងតែស្អប់អ្នកភូមិដូចគ្នាហើយមែនទេខ្ញុំមិនស្អប់អ្នកភូមិដូចគ្នាទេតែខ្ញុំស្អប់ឯងពេញចិត្តហើយនៅប៉ុណ្ណឹងនោះអាចឲ្យឯងថយចេញពីខ្ញុំបានទេមិនអីទេបើសិនជានាងមិនពេញចិត្តខ្ញុំចេញទៅក៏បានព្រោះខ្ញុំក៏មិនចង់ទ្រអ្នកណាដែរជាពិសេសគឺមនុស្សស្រីតែម្ដងទៅសិនហើយមិនចង់ឃើញមុខនាងទេថាចាប់ហើយគេក៏បានប្រញាប់ចាក់ចេញទៅរំខានខ្ញុំក្រពេលតើអ្នកណាដែលថាមិនខាងទៅសូត្រាជិះម៉ូតូចេញពីផ្ទះសាឡាត់មកឈប់នៅកន្លែងមិត្តភ័ក្តិរបស់គេដែលកំពុងតែផឹកទឹកត្នោតជូរនៅមុខខ្ទមណែហាម៉េចឯងទៅមកពីផ្ទះសាឡាត់មែនទេគេដេញទៀតហើយមុខនេះនោះទៅបានជាមកដល់កន្លែងពួកយើងឯងចំចមុកក្រាស់មែនតែននាងដេញតែរហូតតែឯងដូចជាមិនចេះរៀងចាលសោះហ่าឲ្យរៀងចាលស្អីវាបើមនុស្សវាងប់ស្រឡាញ់គេបាត់ហើយនឹងមុខនេះក៏គ្មានរៀងចាលបានទេស្អែកនេះគង់តែទៅដល់មុខផ្ទះគេទៀតដដែលនឹងពួកឯងពីរនាក់បាត់មាត់ទៅយើងមិនបានមុខក្រាស់ទេយើងគ្រាន់តែចង់បាននាងទើបយើងតែងតែទៅរកនាងយើងជាមនុស្សមានចិត្តអំណត់ណាស់មិនមែនដូចពីរនាក់ឯងទេមិនចេះស៊ូអញ្ចឹងបានជាស្រឡាញ់អ្នកណាក៏មិនបាននោះអាអ្នកតស៊ូអត់ធ្មត់ហើយចុះពេលនេះគេព្រមស្រឡាញ់អញវិញហើយនៅវានៅមិនទាន់ដល់ពេលតែពេលនោះមកដល់ពីរអ្នកឯងនឹងដឹងហើយយើងក៏មិនចង់និយាយអីច្រើនដែរឲ្យពេញមកយើងមកយើងចង់ផឹកបំបត្តិទុកនឹកមនុស្សស្រីហ្នឹងអីកុំស្មានតែយើងមិនដឹងឲ្យសោះមិត្តភ័ក្ដិយើងតាកុំបង្អាប់គ្នាខ្លាំងពេកបន្ទាប់ពីជុំគ្នារួចពេលមេឃងងឹតពួកគេក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនសូត្រាចូលមកដល់ក្នុងផ្ទះភ្លេតគេក៏បានដេកលក់ភ្លាមមីងតានដែលឃើញសភាពការកូនប្រុសបែបនេះគាត់ក៏បានស្រដីឡើងភ្លេតកូនប្រុសម្ដាយកូនឯងស្វឹងទឹកថ្នោតជូរទៀតហើយអីម៉ែហត់មាត់នឹងនិយាយជាមួយកូនណាស់តាមមើលទៅតតទៅហៅឪឯងនេះមកបដៅជំនួសម៉ែហើយបើតាម៉ាក់នេះតើកូនស្រីអ្នកណាព្រមទទួលយកធ្វើជាអនាគតប្តីរបស់គេនោះនាពេលជប់រំលងអាត្រៀតសំឡេងឆ្កែព្រុសលន់ពេញភូមិបណ្ដាលឲ្យស្នូត្រាភ្ញាក់ពីដំណេកដោយបង្អួចរបស់គេសម្លឹងមើលទៅខាងក្រៅលូស្អីស្មើនេះនោះមនុស្សកំពុងតែដេកលក់ស្រួលផងតើពួកគេឃើញខ្មោចមែនទេបានជាលូខ្លាំងដល់ម្លឹងហ៎ខណៈដែលគេបំរុងនឹងបិទបង្អួចទៅហើយគេក៏បានឃើញចៅលួចគោស្នូត្រាប្រញាប់ចេញពីក្នុងផ្ទះរត់ទៅភ្លាមតែពេលគេមកដល់ខាងក្រៅមិនឃើញអ្នកណាម្នាក់ឡើយសភាពផ្លូវស្ងាត់មិនមានមនុស្សតែមានសំឡេងឆ្កែលូបែបមិនមែនជាមនុស្សទេគឺច្បាស់ជាខ្មោចតែម្ដងកំពុងតែចង់លោះលេងជាមួយខ្ញុំហើយមើលទៅស្នូត្រាបំរុងនឹងចូលទៅផ្ទះវិញតែសំឡេងសាឡាត់ក៏បានបន្លឺចេញពីប្រភពណាក៏មិនដឹងកំពុងតែស្រែកហៅគេស្នូត្រាមកទៅនេះមកខ្ញុំចាំឯងយូរហើយស្នូត្រាមកតាមខ្ញុំមកខ្ញុំចាំឯងយូរហើយទេសំឡេងនោះដូចជាសំឡេងសាឡាត់តែនាងចេញដើរធ្វើស្អីម៉ោងថ្មនេះនោះព្រមដេកព្រមពួនដូចមិនមែននាងទេកុំទៅតាមការលបួងអីខ្ញុំមិនជឿទេ
ទោះបីជាខ្ញុំមានចិត្តទៅលើសាឡាត់តែខ្ញុំក៏ងប់លងជឿដល់ថ្នាក់នេះដែរ ស្នូត្រាបានដើរសម្ដៅទៅផ្ទះរបស់គេវិញស្រាប់តែមានក្រចកវិញពណ៌ខ្មៅចាប់ទាញស្មាគេពីក្រោយយ៉ាងខ្លាំងធ្វើឲ្យគេងាកទៅមើលនិងបានឃើញថានោះគឺជាខ្មោចពេលនោះស្នូត្រាស្រែកយ៉ាងខ្លាំងពូសូលដែលចូលមកដាស់កូនប្រុសក៏បានរអ៊ូឡើង យល់សពឃើញស្អីទៀតហើយមិនក៏ស្រែកខ្លាំងយ៉ាងហ្នឹងហ៎កូនប្រុសល្មមភ្ញាក់ហើយកូនអញយល់សពឃើញអីប្រាប់ពុកផងមើលស្រែកធ្វើមើលតើអ្នកណាគេចាក់កអញ្ចឹងពងជាពុកមែនណាអើបើមិនមែនឪពុកឯងតើជាអ្នកណាចុះល្មមភ្ញាក់ហើយយប់មិញផឹកច្រើនពេកហើយទើបដេកមកមើលមកមេអញ្ចឹងទៅរកបាយរកទឹកទៅដេកដល់ថ្ងៃត្រង់ហើយទើបភ្ញាក់បាទពងខ្ញុំក្រោកហើយអរគុណពងដែលបានចូលមកដាស់ខ្ញុំបើមិនអញ្ចឹងទេខ្ញុំត្រូវខ្មោចច្បាច់កនៅក្នុងយសពមិនខានទេអូការពិតយសពអញ្ចឹងសោះមកបញ្ញាប់ក្រោកឡើងថ្ងៃក្រោយកុំផឹកច្រើនពេកណាបាទពង ស្នូត្រាចេញពីក្នុងបន្ទប់ទៅរកបាយទឹកលុះពេលបាយទឹករួចរាល់ហើយនោះគេក៏បានទៅធ្វើការរបស់គេវិញសាឡាត់ជីកង់បណ្ដាលចុចទូរស័ព្ទបណ្ដាលតែបណ្ដាលឲ្យដួលកង់យកតែម្ដងអីខ្ទេចអស់ហើយខ្ញុំគ្មានលុយឯណាចូលទៅធ្វើទូរស័ព្ទទេបើសិនជាបែកអេក្រង់នោះកំពុងតែជក់មើលរឿងផងខណៈដែលនាងកំពុងតែរអ៊ូផងនោះស្នូត្រាបានមកឈប់ម៉ូតូក្បែរនាងផ្លេត មិនហើយរវល់តែជាមួយទូរស័ព្ទពេលនេះឃើញទេថាសភាពវាបែបណាពិតជាគួរអាណិតណាស់លោកអើយពេលធ្វើដំណើរភ្នែកនេះមើលផ្លូវផងកំប៉ុនតែមើលទូរស័ព្ទពេកអីឥឡូវកម្មតាមតន់ហន់អញ្ចឹង ណែចេះដឹងស្អីដែរទេជួយចេញឲ្យឆ្ងាយពីខ្ញុំទេខ្ញុំមិនចង់និយាយជាមួយឯងទេមកពីឯងនឹងបានខ្ញុំខ្លាចទៅជាបែបនេះតែឃើញដែរទេសភាពរបស់ខ្ញុំគួរឲ្យអស់សំណើចណាស់មែនទេមនុស្សស្អីនាំសយឲ្យគេរហូតអញ្ចឹងនោះសាឡាត់ទាញកង់ជិះចេញទៅភ្លាមទាំងដែលខ្ញុំមិនបានធ្វើអីផងនាងចោតបានគ្រប់រឿងអាងតែគេស្រឡាញ់ធ្វើបែបហ្នឹងមែនទេ សាឡាត់ជិះកង់មកដល់ផ្ទះនាងក៏បានទៅរកឪពុករបស់នាងដែលកំពុងតែកាប់ដីដាំដំណាំនាងក៏បានរអ៊ូងើដាក់ឪពុករបស់ខ្លួនប៉ូកែទូរស័ព្ទខ្ញុំខូចហើយខ្ញុំចង់បានទូរស័ព្ទថ្មីខ្ញុំជិះកង់ហើយវាក៏ធ្លាក់ចេញពីខោប៉ៅរបស់ខ្ញុំបណ្ដាលឲ្យបែកអេក្រង់តែម្ដងណាប៉ូក មកល្អពីរឿងទាំងនេះទៀតហើយអីកូនឪមកជួយដាំដំណាំពុកមកកុំគិតតែពីទាផ្ដេសផ្ដាស់ពេកអីការងារមិនគិតជួយទេតែចូលចិត្តទាណាស់កូនឯងហ្នឹង ប៉ូកខ្ញុំចង់បានទូរស័ព្ទថ្មីដល់ថ្មីឲ្យខ្ញុំមួយមកណាខ្ញុំនឹងជួយធ្វើការប៉ូកខ្ញុំនឹងមិនខ្ជិលទេឲ្យតែប៉ូកព្រមដូរថ្មី បើពុកដូរថ្មីឲ្យសន្យាជាមួយពុកថាមិនត្រូវខ្ជិលអញ្ចឹងទេត្រូវតែជួយធ្វើការពុកឬអត់ ខ្ញុំសន្យាខ្ញុំនឹងជួយធ្វើការងារប៉ូកខ្ញុំមិនខ្ជិលនោះទេឲ្យតែប៉ូកដូរទូរស័ព្ទថ្មី ហេតុតែចង់បានស្អីក៏សន្យាចេញដែរចាំពុកទិញថ្មីឲ្យចោះអញ្ចឹង ចាអរគុណណាស់ប៉ូកប៉ូកខ្ញុំល្អជាងគេនៅលើលោកនេះគ្មានអ្នកណាអាចប្រៀបផ្ទឹមបានឡើយបន្ទាប់ពីឪពុកដូរទូរស័ព្ទថ្មីឲ្យនោះសាឡាត់កាន់ទូរស័ព្ទថ្មីនោះឈរនៅមុខផ្ទះស្របពេលជាមួយគ្នាតាចាស់ម្នាក់ដែលឆ្លងកាត់ផ្ទះនាងក៏បាននិយាយមកកាន់នាងថា មីអូនតាមានរឿងចង់ប្រាប់ទៅកាន់ចៅស្រី តាមានរឿងអីជាមួយខ្ញុំទេ ចៅត្រូវតែប្រយ័ត្នផងណាពេលតាណាមកណាតែម្នាក់ឯងជាពិសេសគឺនៅពេលយប់ចៅស្រីត្រូវប្រយ័ត្នជាមួយនឹងទូរស័ព្ទផងកុំផ្ដោតអារម្មណ៍លើវាពេកណាចៅស្រីវាមិនបាននាំផលល្អមកឲ្យចៅទេ ចាអរគុណណាស់តាខ្ញុំនឹងប្រុងប្រយ័ត្នតាអញ្ចឹងទៅណាដែរទេ តាទៅវត្តហើយព្រោះមានការនៅឯវត្តបើចៅតនេកុំភ្លេចទៅវត្តថ្វាយបង្គំព្រះផងដើម្បីសុំសេចក្តីសុខដាក់ខ្លួនព្រោះចៅអាចនឹងមានគ្រោះថ្នាក់ដោយសារតែទូរស័ព្ទនេះ ចាតាខ្ញុំអរគុណណាស់សម្រាប់ការដាស់តឿននោះ តាទៅសិនហើយ ថាចប់ហើយតាចំណាស់ក៏បានចាក់ចេញទៅគ្រោះថ្នាក់មកពីទូរស័ព្ទតាជារឿងអីទេខណៈនោះសំឡេងស្រែកហៅរបស់ឪពុកនាងក៏បានបន្លឺចេញពីក្នុងផ្ទះមក មីអូនថ្មនេះដាំបាយឲ្យនៅកូនស្រីសន្យាជាមួយពុកហើយណាមិនត្រូវខ្ជិលទេប្រយ័ត្នពុកដកទូរស័ព្ទនោះវិញ ខ្ញុំទៅហើយណាប៉ូកមិនបាច់គំរាមខ្ញុំទេ
ដឹងចឹងគ្មានសន្យាអីជាមួយសំបីតែមួយពាក្យទេនាពេលជប់យន្តសាឡាត់កំពុងតែចុចទូរស័ព្ទរបស់នាងស្របពេលជាមួយគ្នានោះក៏មានអ្នកផ្ញើលីងមកនាងតាម Telegram អីអ្នកណាផ្ញើលីងស្អីមកហ្នឹងខ្ញុំមិនដែលស្គាល់គេផងឈ្មោះចម្លែកទៀតអីខ្ញុំមិនចុចមើលឡើយបើមានបញ្ហាអីកើតឡើងនោះតើអ្នកណាមកទទួលខុសត្រូវទេសាឡាត់មិនបានចុចលីងនោះឡើយតែមួយសន្ទុះក្រោយមកក៏ស្រាប់តែមានអ្នកផ្ញើសារមកនាងតាម Telegram ដដែលអីអ្នកណាទៀតហើយមិនក៏ប្លែកម្លេះទូរស័ព្ទនេះថ្មីទេមិនក៏មានករណីប្លែកផ្ញើសារមកខ្ញុំអញ្ចឹងនោះឬមួយក៏អ្នកលក់នោះធ្វើអីផ្ដេសផ្ដាស់មកលើទូរស័ព្ទខ្ញុំមែនទេស្អីទៅសួរឲ្យដឹងរឿងហើយសាឡាត់ប្លុកគណនីទាំងនោះចោលភ្លាមនាព្រឹកថ្ងៃបន្ទាប់សាឡាត់បំរុងនឹងចេញពីផ្ទះតែស្នូត្រាមករកនាងព្រមទាំងស្រដីឡើងនាងចង់ទៅណាចាំខ្ញុំជូនទៅកុំទៅម្នាក់ឯងអញ្ចឹងអីខ្ញុំយល់សប្តិមិនល្អនោះទេចាំខ្ញុំជូននាងទៅគ្រប់ទីកន្លែងដែលនាងចង់ទៅនោះគឺជារឿងយល់សប្តិរបស់ឯងទេមិនតាក់ទងអីជាមួយខ្ញុំទេខ្ញុំមិនខ្វល់ជាមួយឯងទេនាងអាចជឿខ្ញុំម្ដងបានទេកុំប្រកែកជាមួយខ្ញុំមួយថ្ងៃបានឬក៏អន់ខ្ញុំមិនខ្វល់ជាមួយឯងទេកុំចេះដឹងអីខ្ញុំត្រូវចេញទៅក្រៅហើយនាងកុំរឹងក្បាលពេកជឿខ្ញុំទៅនាងមិនស្លាប់ទេបើនាងមិនចង់ត្រូវជួបនឹងរឿងមិនល្អនៅជាមួយឯងទៅជួបរឿងមិនល្អខ្ញុំទៅហើយកុំមកតាមខ្ញុំឲ្យសោះណាខ្ញុំអត់ចូលចិត្តទេថាចាប់ហើយសាឡាត់ក៏បានជិះម៉ូតូចាក់ចេញទៅនាងពិតជារឹងរូសអត់ចេះស្ដាប់អីមែនសាឡាត់មកដល់កន្លែងលក់ទូរស័ព្ទនាពេលនេះក្នុងហាងស្ងាត់តែម្ដងមានតែអ្នកលក់ម្នាក់ប៉ុណ្ណោះជាប្អូនស្រីដែលបានទិញទូរស័ព្ទពីម្សិលមិញតើថ្ងៃនេះមករកអីបន្ថែមទៀតដែរទេចូលមកក្នុងសិនមកអូនខ្ញុំមានរឿងចង់មកសួរមិនក៏ទូរស័ព្ទនេះមានគណនីប្លែកផ្ញើសារមកខ្ញុំតែដែលទូរស័ព្ទខ្ញុំថ្មីសោះតែមិនខ្ញុំទទួលយកទូរស័ព្ទនេះខ្ញុំបានឲ្យលោករៀបចំឲ្យខ្ញុំអត់ផ្នែកខាងមុខនិងខាងក្រោយតើលោកបានធ្វើអីមកលើទូរស័ព្ទនេះមែនទេអេកុំមកចោទគ្នាបែបនេះអីខ្ញុំមិនដឹងអីទេខ្ញុំគ្រាន់តែធ្វើតាមតួនាទីរបស់ខ្ញុំតើប្អូនស្រីចោទប្រកាន់អញ្ចឹងមិនល្អទេណាខ្ញុំមិនមែនជាមនុស្សខលខូចទេខ្ញុំរកស៊ីត្រឹមត្រូវណាស់មកចោទអញ្ចឹងខូចឈ្មោះខ្ញុំអស់ហើយបើមិនមែនលោកជាអ្នកធ្វើតើអ្នកណាដែលជាអ្នកធ្វើរឿងនេះលោកធ្វើបែបនេះខូចឈ្មោះអ្នកផ្សេងដែលគេរកស៊ីត្រឹមត្រូវអស់ហើយលោកសារភាពឬអត់កុំធ្វើឲ្យខ្ញុំលែងថោះក្តៅអីខ្ញុំប្រាប់ឲ្យតែខ្ញុំមិនដឹងអីទេហេតុអីក៏នៅតែមិនជឿខ្ញុំអញ្ចឹងទៀតសង្ស័យទៅយកទៅប្រើឲ្យចង់យកមកដូរលុយវិញតែម្ដងតែខ្លាចខាតទៅប្រើល្បិចទម្លាក់កំហុសមកឲ្យខ្ញុំរកស៊ីយូរហើយណាខ្ញុំមិនដែលជួបបញ្ហានេះទេទើបតែជួបប្រទះជាមួយនាងម្នាក់នាងមកនេះគឺមកបង្កបញ្ហាដើម្បីមិនឲ្យខ្ញុំរកស៊ីកើតនាងត្រូវតែទទួលខុសត្រូវខ្ញុំនឹងប្តឹងប៉ូលីសមិនខានទេមិនមកទីនេះខ្ញុំបានចូលទៅកន្លែងផ្សេងដើម្បីឲ្យគេឆែកមើលរួចរាល់ហើយនៅក្នុងទូរស័ព្ទនេះមានបង្កប់ដាក់ GPS ថែមទាំងលួចចូលក្នុងគណនីប្រើប្រាស់របស់ខ្ញុំទៀតប្តឹងប៉ូលីសទៅខ្ញុំមិនខ្លាចទេនាងមករករឿងដាក់ខ្លួនហើយខ្ញុំមិនលើកលែងឲ្យទេថាហើយគេទៅបិទហាងដោយបំរុងនឹងចាក់សោតែបានស្នូត្រាមកតន់គេក៏បានសម្រុកចូលទៅក្នុងហាងតែម្ដងតោះយើងទៅផ្ទះវិញខ្ញុំប្រាប់ហើយថាកុំឲ្យមកតែម្នាក់ឯងលោកចង់ធ្វើអីហ្នឹងបើបានជាមកហើយនាំនាងទៅវិញផងទៅកុំឲ្យនាងមកបង្ករឿងនៅកន្លែងរបស់ខ្ញុំទៀតអីរស់ស៊ីរបៀបនេះខូចកន្លែងគេផ្សេងដែរហើយគេនឹងម៉ៃថាអ្នករស់ស៊ីដូចជាឯងនឹងធ្វើបែបនេះតែឯងលែងខូចតែម្នាក់ឯងអញ្ចឹងខ្ញុំក៏ប្តឹងតែម្នាក់ឯងដែរឯងនឹងត្រូវគេមកអញ្ចឹងទៅផឹកតែឆាប់នេះហើយស្នូត្រាក៏បានប្រញាប់នាំនាងចាក់ចេញពីហាងនេះតែម្ដងមិនគួរណាមានរឿងអញ្ចឹងទេខ្ញុំត្រូវតែគេចខ្លួនពីកន្លែងនេះមករយៈសិនហើយមកដល់ផ្ទះសាឡាត់វិញស្នូត្រាក៏បានបន្លឺឡើងខ្ញុំប្រាប់មិនចេះស្ដាប់ទេពេលនេះជឿបានហើយនៅនាងរឹងក្បាលមែនទែនបើមានកូនទៅហើយជាកូនស្រីទៀតច្បាស់ជាកាត់ចរិតត្រកនាងគ្មានខុសសំបីតែមួយចុងកញ្ចក់ទេតែឯងឈឺចាស់ធ្វើអីទៅបើអនាគតទៅប្តីខ្ញុំមិនមែនជាឯងផងនឹងកូនខ្ញុំក៏មិនមែនហៅឯងថាជាប៉ាដែរមកបារម្ភពីអនាគតអ្នកដទៃម្លេះថ្ងៃទៅខាងមុខនឹងដឹងហើយថាខ្ញុំជាប្តីរបស់នាងឬក៏អត់នោះតែនាងត្រូវតែស្ដាប់ខ្ញុំមិនត្រូវទៅណាផ្ដេសផ្ដាស់ដោយមិនប្រាប់ខ្ញុំនោះទេខ្ញុំនិយាយក្នុងបំណងល្អមិនមែនឃុំក្រងនាងទេ
ស្ដាប់យល់ដែរទេប៉ុណ្ណឹង អត់ខ្វល់ជាមួយទេខ្ញុំចូលទៅក្នុងផ្ទះសិនហើយអរគុណណាស់សម្រាប់ថ្ងៃនេះសាឡាត់ចូលទៅក្នុងផ្ទះភ្លេតតែម្ដង ស្មានតែភ្លេចពីរឿងនេះហើយតើ ស្នូត្រាចេញពីផ្ទះសាឡាត់មកដល់ចំការរបស់គេខណៈដែលគេក៏បានចូលទៅដេកក្នុងខ្ទមគេក៏ស្រាប់តែឮសំឡេងល្វើយៗពីលើដំបូលខ្ទម សំឡេងស្អីទៀតហើយបើខ្ញុំមកតែម្នាក់ឯងសោះតាមចងពៀមចេះចប់តែម្ដងតើឯងមានបំណងស្អីហ៎ចង់បានអីឲ្យប្រកាសពីខ្ញុំ នាពេលនោះគេក៏បានឃើញក្មេងស្រីម្នាក់អង្គុយលើដំបូលដោយអោបតុក្កតាខ្លាឃ្មុំកំពុងតែយំ ជួបខ្មោចទៀតហើយវើយធ្វើម៉េចទៅនេះលើកនេះជាក្មេងម្ដងប្អូនស្រីអញកើតអីហ្នឹងមិនបានជាយំអញវិញម្ដាយមែនទេ ខ្ញុំពងវែងម៉ែមិនដឹងថាម៉ែខ្ញុំបាត់ទៅណាទេបងជួយរកម៉ែឲ្យខ្ញុំផង ហើយម្ដាយរបស់ឯងមុខយ៉ាងម៉េចហើយនៅម្ដុំណាខ្ញុំធ្វើម៉េចមិនដឹងបានទៅ បងប្រុសត្រូវតែជួយរកម៉ែខ្ញុំបងប្រុសជួយខ្ញុំផងទៅម៉ែខ្ញុំមុខដូចជាប្រពន្ធបងប្រុសណា ខ្ញុំមិនទាន់មានប្រពន្ធផងហ្នឹងហើយមុខម៉ែឯងដូចប្រពន្ធខ្ញុំបានយ៉ាងម៉េចកើត មុខម៉ែខ្ញុំដូចប្រពន្ធបងប្រុសកុំធ្វើជាមិនដឹងអីបងប្រុសនាំខ្ញុំទៅជួបប្រពន្ធបងទៅនោះបងនឹងដឹងហើយថាម៉ែខ្ញុំមុខបែបណានោះ មនុស្សមិនទាន់មានប្រពន្ធផងតែត្រូវទៅរកនៅឯណាទៅខ្ញុំពិតជាមិនដឹងមែនណាប្អូនស្រីមើលឯងជួយនិយាយឲ្យច្បាស់បន្តិចមើលខ្ញុំពិតជាមិនស្គាល់ម្ដាយឯងទេហើយខ្ញុំក៏មិនទាន់បានរៀបការដែរ អ្នកដែលបងប្រុសតាមស្រឡាញ់នោះហើយគឺជាប្រពន្ធបងប្រុសមុខម៉ែខ្ញុំគឺដូចគាត់តែម្ដង ខ្មោចភ្លោះជាមួយមនុស្សមែនទេម៉ែឯងជាបងប្អូនភ្លោះជាមួយសាឡាត់មែនអន់ ខ្ញុំអត់ដឹងទេតែម៉ែខ្ញុំនឹងគាត់មុខដូចគ្នាណា ប្រហែលជាមានអីនៅពីក្រោយរឿងនេះហើយមើលទៅតោះបងនាំឯងទៅរកម្ដាយឯងភ្នោឯងហើយម៉ែឯងនៅឯណា នៅឯស្រែខាងលិចក្បែរស្រែប្រពន្ធបង តោះយើងទៅ ស្នូត្រាបានមកដល់ភ្នូក្មេងស្រីនោះតែពូលំក៏នៅទីនេះផងដែរ ពូមកមើលដីស្រែមែនទេពូពូមកមើលដីស្រែហើយក្មួយឯងមកទីនេះធ្វើអីដែរអូខ្ញុំមកមើលភ្នោក្បែរនេះក្មួយឯងមកមើលភ្នោនេះធ្វើអីបើអ្នកដែលស្លាប់ទៅមិនមែនជាសាច់ញាតិឯងផងហ្នឹងតើក្មួយដឹងអីពីភ្នោនេះមែនទេគឺមានគេពឹងខ្ញុំឲ្យខ្ញុំជូនមកទីនេះទើបបានជាខ្ញុំមកដល់ទីនេះខ្ញុំសុំមើលភ្នោបន្តិច ស្នូត្រាសម្លឹងមើលរូបម្ដាយកូននៅក្នុងភ្នូនោះព្រមទាំងបានបន្លឺឡើងទាំងភ្ញាក់ផ្អើល ហេតុអីមុខដូចសាឡាត់ម្លេះពូដឹងរឿងអីមែនទេបើក្មួយបានឃើញទៅហើយពូប្រាប់ក្មួយទៅចុះនារីដែលស្លាប់ទៅជាមួយនឹងកូននេះនាងជាបងប្អូនភ្លោះរបស់សាឡាត់តែសាឡាត់នាងមិនដឹងទេថាខ្លួនឯងមានបងស្រីភ្លោះកូនបងពូទៅរស់នៅជាមួយម្ដាយហើយម្ដាយរបស់នាងបានស្លាប់ពេលនាងពេញវ័យនាងបានយកប្តីទៅរស់នៅគ្រួសារខាងប្តីតែមិនបានសុខគ្រួសារខាងគេធ្វើបាបពេកធ្វើបាបរហូតដល់ស្លាប់តែដង្ហើមចុងក្រោយនៅក្នុងមន្ទីរពេទ្យនាងបានទេទៅពូដឹងថានាងត្រូវរស់នៅវេទនាបែបនោះតែពូទៅជួបនាងលើកនោះដូចជាទៅលាគ្នាលើកចុងក្រោយជាមួយកូនអញ្ចឹងពុកសុំទោសណាកូនស្រីចៅស្រីរបស់តាដែលតាមិនអាចការពារចៅនិងម្ដាយចៅបានចុះលោកពូបានដាក់ពាក្យមិនដឹងដែរទេពូប្តឹងហើយតែគ្មានបានអីមកវិញទេព្រោះតែគ្រួសារគេមានអំណាចយើងពិបាកនៅក្នុងការរកយុត្តិធម៌ណា ស្របពេលជាមួយគ្នានោះសាឡាត់បានមកដល់ព្រមទាំងបានឮការសន្ទនានេះទាំងអស់អីនេះគឺជាមូលហេតុដែលពុកមិនឲ្យខ្ញុំមកទីនេះការប៉ັດខ្ញុំមានបងស្រីភ្លោះ ពុកមិនចង់ឲ្យកូនមកពាក់ព័ន្ធទេព្រោះពុកមិនចង់ឲ្យនរណាធ្វើបាបកូនម្នាក់ទៀតឡើយ តែខ្ញុំត្រូវទៅរកយុត្តិធម៌ឲ្យបងស្រីខ្ញុំគាត់មិនអាចចាក់ចេញទៅទាំងចិត្តមិនស្ងប់បែបនេះទេពុកកុំហាមខ្ញុំអីខ្ញុំធ្វើនេះគឺដើម្បីបងស្រីនៅក្មួយខ្ញុំហើយពុកទុកចិត្តចោះខ្ញុំនឹងមិនមានគ្រោះថ្នាក់នោះទេពុកជឿជាក់លើខ្ញុំចោះ កូនស្រីពុកក៏ហាមកូនមិនបានដែរពុកជឿជាក់លើកូនណាទុកចិត្តចុះលោកពូខ្ញុំតាមការពារនាងចំណេញនាងនឹងមិនមានរឿងអីកើតឡើងនោះទេ នៅក្នុងគ្រួសារអ្នកមានព្រមទាំងអំណាចក្នុងដៃផងដែរនោះកំពុងតែជជែកគ្នាពីរឿងរបស់សានីនដែលជាបងភ្លោះរបស់សាឡា
ពេលនេះឯងគិតយ៉ាងម៉េចទៅតាំងពីប្រពន្ធឯងស្លាប់ទៅនោះឯងបណ្ដាមនុស្សស្រីដូរមុខសឹងតែរាល់ថ្ងៃមិនលួសទេ តើម៉ាក់ចង់ឲ្យខ្ញុំទៅដេកអោបខ្មោចមែនទេម៉ាក់មនុស្សស្លាប់បាត់ហើយមិនអាចរស់ឡើងវិញបានទេខ្ញុំត្រូវតែសប្បាយតាមការគួររបស់ខ្ញុំ បើទៅតែម្ដាយមិនអីទេតែស្លាប់ទាំងចៅទៀតម៉ែវាក៏អញ្ចឹងមិនក៏ឲ្យវាស៊ីបង្អែមនោះទាំងដែលបង្អែមនោះយើងដាក់ថ្នាំក្នុងនឹងសម្រាប់តែវាប៉ុណ្ណោះ មនុស្សទៅបាត់ហើយខ្ញុំក៏មិនដឹងថាត្រូវបន្ទោសខ្មោចធ្វើអីទៀតទេខ្ញុំមានតែដូរមនុស្សហើយ ត្រូវប្រយ័ត្នឲ្យមែនទែនពីរឿងនេះកុំនិយាយឲ្យអ្នកណាបានឮឲ្យសោះ បាទម៉ាក់កុំបារម្ភពីរឿងនេះអីខ្ញុំនឹងបិទមាត់ឲ្យចិត្តឈឹងតែម្ដង នាពេលយប់យន្តសាឡាត់និងស្នូត្រាបានមកដល់ក្លឹបព្រោះតែប្តីបានធ្វើបាបបងស្រីរបស់នាងកំពុងតែនៅក្នុងក្លឹបនេះដូចគ្នា សាឡាននាងមិនគួរបន្ថយបែបនេះទេព្រោះខ្ញុំមិនចង់ឲ្យនាងមានគ្រោះថ្នាក់កុំទៅក្បែរគេអី ខ្ញុំមិនធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់ទេលោកកុំបារម្ភអីខ្ញុំនឹងត្រឡប់មកធ្វើជាសង្សាររបស់លោកបើសិនជាយើងជោគជ័យនោះ ខ្ញុំនឹងតាមមើលនាងគ្មាននរណាអាចធ្វើអីមកលើនាងបានទេ ចា៎បន្ទាប់ពីជជែកគ្នាចប់សាឡាត់បានចូលទៅក្នុងបន្ទប់ដែលរងរាកំពុងតែផឹកស្រានោះខណៈដែលគេពេលនេះកំពុងតែស្រវឹងស្រឿងដោយលន់មាត់ឡើង នោះជានរណាអញ្ចេះមុខដូចប្រពន្ធខ្ញុំដែលទៅតែស្លាប់ទៅដល់ហើយ លោកនឹកប្រពន្ធរបស់លោកខ្លាំងហើយបានជាមើលឃើញស្រីផ្សេងថាជាប្រពន្ធរបស់លោកនោះប្តីដូចជាលោកពិតជាស្មោះត្រង់មែនទោះបីជាប្រពន្ធស្លាប់ទៅហើយនោះនៅតែចង់ចាំនាងគ្រប់ពេលទៀតមិនសរសើរគឺមិនបានឡើយ ខ្ញុំស្មានតែប្រពន្ធខ្ញុំបើមិនមែនជាប្រពន្ធខ្ញុំល្អហើយប្រពន្ធខ្ញុំសុភាពណាស់មិនចេះដើរទៅណាមកណាផ្ដេសផ្ដាស់ទេក្រៅពីនៅមើលកូននៅផ្ទះដាំបាយធ្វើម្ហូបតែនាងជាអ្នកមកថ្មីមែនទេ ចេះខ្ញុំជាអ្នកមកថ្មីលោកចេញពិសាទៀតទេខ្ញុំចាក់ស្រាជូនលោកណា ពិតជាល្អណាស់បញ្ចុកដល់មាត់បងផងមកអ្នកមកថ្មីបែបនេះបងចូលចិត្តណា សាឡាត់បញ្ច្រកស្រាគេតតែគេស្រវឹងទុនកដោយនាងបានចម្រិតសួរពីរឿងបងស្រីរបស់នាងព្រមទាំងថតវីដេអូទុកជាផុសតាងផងដែរលុះចាប់កិច្ចការហើយនោះនាងក៏បានទេប្តឹងប៉ូលីសភ្លាមពេលនោះក្រុមមន្ត្រីប៉ូលីសទទួលបានព័ត៌មានហើយនោះក៏បានធ្វើការភ្លាមបានចាប់យកអតីតប្តីរបស់បងស្រីនាងទៅប៉ោះតែម្ដងនៅមុខក្លឹប នាងពិតជាប្រកែកមែនទែនធ្វើការបានលឿនទាន់ហន់ណាស់ មនុស្សល្មមតែប៉ុណ្ណឹងហើយចុងក្រោយក៏ត្រូវអស់លះព្រោះតែភាពល្មមទាំងនោះដែរគេនឹងទៅដេកសងកំហុសនៅក្នុងគុកនោះអ្វីដែលគេធ្វើគេក៏ត្រូវតែសងមកវិញទាំងដើមទាំងការនាពេលព្រឹកឡើងប៉ូលីសបានមកដល់ផ្ទះមីងចន្ទឌឿនតែម្ដងលោកប៉ូលីសតើមានរឿងអីទៅហេតុអីសម្រុកចូលផ្ទះខ្ញុំបែបនេះ ពួកយើងមកចាប់ខ្លួនអ្នកស្រីយកទៅប៉ោះដើម្បីដោះស្រាយរឿងអ្នកស្រីនិងកូនប្រុសបានរួមដៃគ្នាសម្រាប់កូនប្រសានិងចៅស្រី ខ្ញុំមិនដឹងអីទេលោកប៉ូលីសច្រឡំហើយ ពួកយើងនាំខ្លួនទៅ មីងចន្ទឌឿនស្រែកទ្រហោយំខណៈដែលប៉ូលីសបានចាប់យកទៅដាក់ក្នុងឡាននៅភ្នូររបស់សានីននិងកូនស្រីបងស្រីនៅក្មួយទៅឲ្យបានសុខចុះខ្ញុំបានដោះស្រាយរឿងនេះរួចហើយសង្ឃឹមថាបងនឹងក្មួយទៅកាន់កន្លែងដែលល្អជួបមនុស្សដែលល្អនេះជាថ្មីនេះទៅចុះកុំបារម្ភពីរឿងដែលនៅទីនេះអីបងស្រីនិងកូនឈរក្បែរភ្នូរសម្លឹងមកកាន់ប្អូនដោយស្នូត្រាក៏បានឃើញផងដែរនាងនិងកូនក៏បានរលីរសាត់តាមខ្យល់តែម្ដង ពួកគេទៅបានសុខហើយដល់វេនយើងហើយណាសុខចិត្តធ្វើជាសង្សារបងហើយមែនទេ ខ្ញុំព្រមហើយព្រោះតែបងបានជួយគ្រួសាររបស់ខ្ញុំនិងខ្ញុំច្រើនណាស់បានមិនព្រមគឺមិនកើតទេ អញ្ចឹងយើងគួរតែគិតគូរពីរឿងរៀបការផងដែរបងមិនចង់ធ្វើត្រឹមតែជាសង្សាររបស់អូននោះទេចង់សាងទាំងគ្រួសារដែលកក់ក្ដៅជាមួយអូនទៀតផង ចាប់ប៉ាត់ជាបានយើងបង្កើតគ្រួសារជាមួយគ្នាទេ បាន ម្ដាយនិងកូនប្រុសដែលបានរួមដៃគ្នាសម្រាប់ប្រពន្ធនិងកូនប្រសានោះក៏ត្រូវបានជាប់ពន្ធនាគារអស់រយៈពេលជាច្រើនឆ្នាំសូត្រានិងសាឡាត់ក៏បានរៀបការជាមួយគ្នាបន្ទាប់ពីដោះស្រាយរឿងក្តីរបស់បងស្រីចប់សពគ្រប់ដែលច្បាប់ដាក់ទោសលើម្ដាយកូននោះ ខ្ញុំចង់ឲ្យរឿងពួកយើងត្រូវត្រឡប់មកដូចដើមវិញខ្ញុំចង់ធ្វើជាគូដណ្ដឹងរបស់នាងម្ដងទៀត អីតែខ្ញុំមិនចង់ធ្វើជាគូដណ្ដឹងរបស់សម្រាមឡើយ យ៉ាសំដីខ្លាំងណាស់មែនទេហ៎កុំមកចេះដឹងរឿងយើងណាពុកយើងធ្វើធំអញច្បាស់ជាមិនរួចខ្លួនទេអាយ៉យ
អូយឈប់ធ្វើបាបខ្ញុំទៅខ្ញុំរៀងចាលហើយលោកសេដ្ឋីរៀងកូនសេដ្ឋីសេដ្ឋីក្នុងភូមិដែលកំពុងតែពិបាកចិត្តព្រោះតែកូនស្រីរបស់លោកមិនព្រមចេញពីបន្ទប់សោះតាំងតែពីថ្ងៃដែលគូដណ្ដឹងរបស់នាងបានផ្ដាច់ពាក្យជាមួយនាងសំងំនៅតែក្នុងបន្ទប់លោកសេដ្ឋីក៏បានហៅអ្នកបម្រើផ្ទាល់ខ្លួនរបស់កូនស្រីមកជួបជាមួយនឹងខ្លួនតែម្ដងយើងចង់ដឹងណាស់ថាកូនស្រីយើងនៅក្នុងពេលនេះកំពុងតែមានអារម្មណ៍បែបណាហេតុអីបានជាកូនស្រីយើងមិនព្រមចេញពីបន្ទប់សោះអញ្ចឹងយើងពិតជាពិបាកចិត្តខ្លាំងណាស់កូនស្រីយើងធ្លាប់ទៅរស់រាយជាមួយមនុស្សនៅក្នុងផ្ទះតែពេលនេះបែរជាសំងំនៅក្នុងបន្ទប់តើយើងគួរធ្វើយ៉ាងណាទៅវិញអើយលោកសេដ្ឋីគួរតែរកប្តីឲ្យអ្នកនាងតែម្ដងទៅបើអ្នកនាងខូចចិត្តជាមួយគូតដឹងដល់ម្លឹងពេលមានប្តីឆ្លោះជាមួយប្តីនឹងមិនមានពេលមកខូចចិត្តជាមួយគូតដឹងដែលផ្ដាច់ពាក្យជាមួយខ្លួនទេឯងចេះតែនិយាយបានហើយឯងមិនដឹងថានៅក្នុងចិត្តកូនស្រីយើងនាងកំពុងតែទទួលរងនៅសម្ពាធអីខ្លះទេយើងជាឪពុកយើងគ្រាន់តែចង់ដឹងឮយើងមិនចង់ឲ្យកូនស្រីយើងពិបាកចិត្តព្រោះតែមនុស្សដែលមិនស្មោះត្រង់ជាមួយនាងនោះទេកូនស្រីយើងគួរតែទទួលបាននៅអ្វីដែលល្អជាងពីមុនឯងជួយមើលកូនស្រីយើងផងណាកុំបណ្ដោយឲ្យកូនស្រីយើងធ្វើអីផ្ដេសផ្ដាសឲ្យសោះ ចាលោកសេដ្ឋីនាងខ្ញុំនឹងតាមមើលអ្នកនាងឲ្យបានល្អជាទីបំផុតលោកសេដ្ឋីទុកចិត្តលើខ្ញុំចោះយើងទៅមើលកូនស្រីយើងសិនឯងទៅធ្វើការបន្តចុះចាលោកសេដ្ឋីនិយាយចប់ហើយលោកសេដ្ឋីក៏បានចូលទៅក្នុងបន្ទប់របស់កូនស្រី កូនស្រីតើមួយរយៈនេះកូនយ៉ាងម៉េចហ្នឹងកូនកុំទៅកើតទុកព្រោះតែមនុស្សប្រភេទនោះអីកូននៅមានអនាគតវែងឆ្ងាយទៀតណាកូនត្រូវតែគិតពីរឿងនេះផងកុំធ្វើឲ្យឪពុកបារម្ភពេកអីណាកូនស្រីនិយាយប្រាប់ពុកបន្តិចមកបានទេឲ្យពុកបានដឹងឮពីស្ថានភាពរបស់កូននាពេលនេះផង ខ្ញុំមិនអីទេលោកប៉ោះខ្ញុំគ្រាន់តែមិនចង់ចេញពីក្នុងបន្ទប់ខ្ញុំចង់នៅក្នុងបន្ទប់អានសិភៅនិងមិនចង់ឲ្យអ្នកណាមករំខានខ្ញុំនោះទេលោកប៉ោះក៏យល់ថាបន្ទាប់ពីគេផ្ដាច់ពាក្យជាមួយខ្ញុំនោះវាធ្វើឲ្យខ្ញុំមិនចង់ជួបជាមួយអ្នកណាទៀតឡើយកូនស្រីកូនជ្រើសរើសធ្វើបែបនេះគឺវាមិនសមទេណាកូនកូនដឹងដែរទេថាកូនធ្វើបែបនេះកូននឹងធ្វើឲ្យមនុស្សម្នាក់នោះគេបានចិត្តគេនឹងគិតថាកូនពិតជាទន់ខ្សោយគ្រាន់តែរឿងប៉ុណ្ណេះក៏អាចផ្លាស់ប្ដូរកូនបានទាំងស្រុងកូនមិនគិតពីពុកទេអីកូនអាណិតដល់ពុកខ្លះផងកូនត្រូវតែចេញពីបន្ទប់មើលការងារជំនួសពុកខ្លះមានអ្នកខ្លះជាពាក់លុយអ្នកខ្លះមកខ្ចីកូនគួរតែធ្វើការងារទាំងនេះជំនួសពុកម្ដងហើយកូនធ្វើខ្លួនទន់ខ្សោយកូនធ្វើឲ្យអ្នកដទៃគឺពេញចិត្តស្ដុកចំពោះទង្វើរបស់គេដែលបានធ្វើដាក់កូនហើយគេគិតថាគេនឹងបានជោគជ័យពេលចង់បំផ្លាញនរណាម្នាក់ហើយក៏អាចបំផ្លាញបានសម្រេចកូនគួរតែគិតពីរឿងនេះឡើងវិញណាកូនចាលោកប៉ោះខ្ញុំអរគុណលោកប៉ោះខៃដែលជួយណែនាំពន្យល់ដល់កូនស្រីម្នាក់នេះដែលគិតតែពីខ្វល់ខ្វាយពីខ្លួនឯងនិងមិនគិតជួយដល់លោកប៉ោះពីរឿងការងារកូននឹងមិនធ្វើដូច្នេះទៀតទេណាប៉ោះល្អណាស់កូនស្រីពុកពេលបានកូនចេះស្ដាប់បង្គាប់ឪពុកម្ដងទៀតគឺពុកសប្បាយចិត្តណាស់ត្រូវចាំថាអ្នកដតីគេអាចបោះបង់យើងចោលបានគ្រប់ពេលគ្រប់វេលាតែយើងមិនអាចបោះបង់ខ្លួនឯងចោលបានទេណាកូនចាលោកប៉ោះពុកទៅធ្វើការបន្តទៀតហើយកូនសម្រាកចុះនិយាយចប់ហើយអ្នកដែលជាឪពុកក៏បានចាក់ចេញពីក្នុងបន្ទប់កូនស្រីតែម្ដងលោកពុកនិយាយត្រូវខ្ញុំមិនគួរបោះបង់ខ្លួនឯងនោះទេខ្ញុំគួរតែធ្វើឲ្យខ្លួនឯងសប្បាយចិត្តមិនគួរទន់សោកជាមួយមនុស្សដែលមិនឲ្យតម្លៃខ្ញុំឡើយដួងថាចេញពីក្នុងបន្ទប់មកឈរនៅក្នុងសួនផ្កាខណៈដែលនាងឌឿនបានមកឈរក្បែរព្រមទាំងស្រដីឡើង អ្នកនាងសម្រេចចិត្តត្រឹមត្រូវហើយដែលព្រមចេញពីក្នុងបន្ទប់អ្នកនាងដឹងដែរទេអ្នកនៅក្នុងផ្សារខ្លះនិយាយថាអ្នកនាងគិតចង់បញ្ចប់ជីវិតខ្លួនឯងទៀតផងខ្ញុំមិនគិតខ្លីដោយសារតែរឿងនោះឡើយខ្ញុំគ្រាន់តែមិនយល់ថាហេតុអីក៏គេមានចិត្តអាក្រក់សាហាវយ៉ាងហ្នឹងមានខ្ញុំហើយនឹងអាចថែមអ្នកផ្សេងបានទៀតចិត្តរបស់គេសាំងពីអីទៅខ្ញុំពិតជាមិនយល់ទេ
អើយអ្នកនាងកុំទៅឆ្ងល់អីមនុស្សក្បត់បែបនោះដោយសារតែជាតិមុនហើយក្នុងជាតិនេះគេមិនទទួលបានក្តីស្រឡាញ់ពីឪពុកម្ដាយឬក៏គិតថាក្តីស្រឡាញ់របស់ឪពុកម្ដាយដែលផ្ដល់ឲ្យខ្លួននោះនៅតែមិនគ្រប់គ្រាន់នោះទេទៅបានជាខ្នះខ្នែងរត់រោគក្តីស្រឡាញ់ពីអ្នកនេះផងអ្នកនោះផងហើយជាដំណរក្បត់របស់គេកែមិនឡើងទេសណ្ដានក្បត់នោះខ្ញុំសង្ឃឹមថាគេនឹងទទួលបានកម្មពីដែលធ្លាប់ធ្វើដាក់ខ្ញុំនោះត្រឡប់ទៅកាន់គេវិញអើយអ្នកនាងកុំបារម្ភអីអ្នកណាសាងអីអ្នកនោះនឹងទទួលបានកម្មនោះមិនខាននោះទេចាខ្ញុំក៏សង្ឃឹមថាវាបែបនេះដែរនាថ្ងៃបន្ទាប់មានអ្នកមករកលោកសេដ្ឋីដល់ក្នុងផ្ទះដែលជាភ្ញៀវរបស់លោកឪពុកនាងអញ្ជើញអង្គុយលេងសិនមកលោកម្ចាស់ទាំងពីរក្មេងៗលើកទឹកតែក្តៅមកទទួលភ្ញៀវរបស់យើងកូនស្រីចេញពីក្នុងបន្ទប់មកកូនមកទទួលភ្ញៀវពងឌួងថាចេញពីក្នុងបន្ទប់ភ្លាមជំរាបសួរលោកម្ចាស់ថ្ងៃនេះមានអ្វីមែនទេលោកប៉ោះតើបលោកម្ចាស់ទាំងពីរមកដល់ទីនេះលោកម្ចាស់ទាំងពីរវ័យបងកូនឯងតែប្រមាណឆ្នាំទេកូនអាចហៅថាបងបានតែពុកវិញវាទម្លាប់ធ្លាប់មាត់អស់ទៅហើយបានជាពុកហៅដូច្នេះលោកសេដ្ឋីក៏គួរតែបដូរពីទម្លាប់ហៅខ្ញុំដូច្នេះមកហៅខ្ញុំតែក្មួយឬក៏ហៅឈ្មោះខ្ញុំក៏បានដែរខ្ញុំនេះទម្លាប់ធ្លាប់មាត់អស់ទៅហើយដែលហៅអ្នកទាំងពីរបែបនេះនោះខ្ញុំក៏យល់ថាដូចមិត្តខ្ញុំនិយាយមិនខុសទេលោកសេដ្ឋីកុំហៅខ្ញុំបែបហ្នឹងអីពួកខ្ញុំនៅក្មេងណាស់ឬរហ័សនាមបែបនោះធ្វើឲ្យខ្ញុំស្រាវឆ្អឹងខ្នងទៅហើយបើអ្នកទាំងពីរចង់ឲ្យខ្ញុំហៅជាឈ្មោះវិញខ្ញុំហៅតាមសំណូមពរទៅចុះបាទអរគុណណាស់លោកសេដ្ឋីដែលបានធ្វើតាមសំណូមពរពួកខ្ញុំកូនស្រីក្មួយទាំងពីរគឺមកនិយាយការងារជាមួយពុកកូនអាចនៅស្ដាប់បានព្រោះថាកូនជាអ្នកបន្តតំណែងពីពុកមិនមាននរណាផ្សេងទៀតទេក្រៅពីកូនចាលោកប៉ោះគឺជានាងដួងមែនទេពេញកំមុំស្ដោកបែបនេះខ្ញុំមើលសឹងតែមិនស្គាល់នាងកាន់តែស្រស់ដូចណាមិញអញ្ចឹងក្មួយនិយាយបែបនេះធ្វើឲ្យខ្ញុំនឹកដល់ប្រពន្ធខ្ញុំទៀតហើយបាទសុំទោសផងបើធ្វើឲ្យប៉ះពាល់ដល់ចិត្តលោកពូតែខ្ញុំសរសើរចេញពីចិននាងដួងពិតជាស្រស់ស្អាតណាស់បើសិនជាខ្ញុំសុំលោកពូត្រង់សុំធ្វើជាអនាគតកូនប្រសារលោកពូតើបានដែរទេខ្ញុំចង់វិចវេអីច្រើននោះទេគឺបែបត្រង់បែបនេះតែម្ដងបានលោកពូមានកូនកំមុំស្អាតបែបនេះមិនគួរទុកឲ្យនៅលាវយូរនោះទេខ្ញុំសុំដាក់ពាក្យធ្វើជាកូនប្រសារលោកពូម្នាក់ផងខ្ញុំនិយាយដល់ស្មោះត្រង់ទៅចុះកូនស្រីខ្ញុំទៅតែផ្ដាច់ពាក្យដែរទេបានន័យថានាងដួងជាមេម៉ាយហ៎ណែកុំនិយាយស្ដីបែបនេះប្រយ័ត្នសម្ដីរបស់ឯងផងទៅកុំហៅថាមេម៉ាយអញ្ចឹងព្រោះនាងដួងមិនទាន់រៀបការឯណាហៅថាមេម៉ាយដូចជាខ្វះសិលធម៌ពេកហើយខ្ញុំសុំទោសផងនាងដួងបើសម្ដីខ្ញុំវាជ្រុលលើសលួសចំពោះនាងខ្ញុំមិនប្រកាន់ទេតែលោកម្ចាស់កុំហៅខ្ញុំបែបនោះទៀតអីវាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្ញុំបានខ្ញុំនឹងមិននិយាយអីដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តនាងទៀតទេនាពេលជប់យន្តខណៈដែលសូយើងកំពុងតែជជែកគ្នាជាមួយសេដ្ឋីដុនបន្ទាប់ពីអាហារពេលល្ងាចរួចអក្សរាបានចេញមកខាងក្រៅខណៈនោះគេក៏បានឃើញឌួងថាអង្គុយនៅក្នុងសួនច្បារជាមួយនឹងឆ្មារបស់នាងដួងលោកម្ចាស់អក្សរាមិននៅជជែកជាមួយលោកពុកខ្ញុំទេបានជជែកមកខាងក្រៅតែម្នាក់ឯងអញ្ចឹងនាងដួងខ្ញុំសុំសួរប្រមាណសំណួរតើបានទេសួរប្រមាណសំណួរក៏បានដែរខ្ញុំរីករាយក្នុងការឆ្លើយណាស់នាងពិតជាផ្ដាច់ពាក្យពីគូតណ្ដឹងនាងពិតមែនណាខ្ញុំពិតជាផ្ដាច់ពាក្យជាមួយគេមែនខ្ញុំមិនបានកុហកអ្វីឡើយលោកម្ចាស់មិនជឿសូម្បីតែសម្ដីរបស់លោកពុកខ្ញុំតាមមែនដែរទេលោកពុកខ្ញុំគាត់និយាយម៉ាត់ណាគឺម៉ាត់នឹងហើយគាត់មិនដែលប្រឌិតរឿងដើម្បីកុហកអ្នកដទៃនោះទេលោកម្ចាស់សួររឿងនេះដើម្បីអ្វីទេខ្ញុំមិនចង់រៀបរាប់ប្រាប់អ្នកណានោះទេពីរឿងឈឺចាប់របស់ខ្ញុំនោះខ្ញុំអាចយល់បានថាកំហុសទាំងនោះកើតចេញមកពីអ្នកណាមនុស្សស្រីជាប្រភេទមនុស្សដែលស្មោះត្រង់ខ្លាំងណាស់នៅក្នុងទំនាក់ទំនងស្នេហាខ្ញុំសរសើរណាស់សង្ឃឹមថានាងអាចបានជួបបរិសុទ្ធដែលស្មោះត្រង់ជាមួយនាងដោយដែលនាងស្មោះត្រង់ជាមួយដៃគូនាងដែរខ្ញុំលាសិនហើយបាទ
ថាចប់ហើយអាការ៉ាក៏បានចាក់ចេញពីក្នុងសួនច្បារតែម្ដងលោកម្ចាស់ម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍មែននាថ្ងៃបន្ទាប់នៅក្នុងផ្សារដួងថាជាមួយនឹងអ្នកបម្រើរបស់នាងបានមកដល់តូបលក់ក្រណាត់តែម្ដងអ្នកនាងមើលសាច់ក្រណាត់មួយនេះចោះពិតជាស្រស់ស្អាតខ្លាំងណាស់អ្នកនាងហើយស័ក្តិសមជាមួយអ្នកនាងតែម្ដងបើអ្នកនាងកាត់សម្លៀកបំពាក់ជាមួយក្រណាត់សាច់បែបនេះហើយពណ៌នេះទៀតពាក់នៅលើខ្លួនអ្នកនាងគឺដឹងតែលេចធ្លោជាងគេហើយណែនាងឌឿននិយាយត្រូវអ្នកនាងដួងណាអ្នកនាងដួងថាពាក់ពណ៌មួយនេះគឺដឹងតែលេចធ្លោព្រមទាំងស្រស់ស្អាតលើសអ្នកផ្សេងនៅក្នុងភូមិហើយស្របពេលជាមួយគ្នានោះស្រាប់តែមានអ្នកផ្សេងមកកញ្ឆក់ក្រណាត់ពីដៃរបស់នាងឌឿនតែម្ដងខ្ញុំថាសមជាមួយអ្នកនាងរបស់ខ្ញុំច្រើនជាងពណ៌មួយនេះមិនសមជាមួយអ្នកណាដូចជាអ្នកនាងខ្ញុំឡើយអើយណែនាងណានឲ្យវាមកយើងវិញភ្លាមមកយើងមកមុនទេយើងជាអ្នកដែលរើសឲ្យអ្នកនាងរបស់យើងដាក់ផ្ទាល់ដៃតែយើងមិនខ្វល់ទេឲ្យតែសមជាមួយអ្នកនាងយើងគឺយើងផ្គប់ចិត្តអ្នកនាងរបស់យើងហើយណែនាងណានឆាប់ឲ្យមកយើងវិញមកអូយយើងមិនឲ្យជាដាច់ខាតឌឿនមិនចាំបាច់ទៅដណ្ដើមគេទេយើងមើលពណ៌ផ្សេងទៅណាយើងក៏មិនចង់ឲ្យមនុស្សរបស់យើងទៅជលក់ជាមួយមនុស្សរបស់ឯងដែរយើងមិនឲ្យអ្វីដែលមិនល្អមកប៉ះពាល់ជាមួយយើងនោះទេជាពិសេសគឺឯងនាងមេម៉ាយអើយអ្នកនាងខ្ញុំមិនមែនមេម៉ាយទេចុះការដែលគេផ្ដាច់ពាក្យនោះជាស្អីមិនហៅថាជាមេម៉ាយទេយើងមិនចង់រាប់រោគនោះទេគឺខ្លាចតែវាឆ្លងអូយអ្នកនាងនិយាយត្រូវអើយណែកុំនិយាយបែបនេះដាក់អ្នកនាងខ្ញុំឲ្យសោះនោះរួងហេតុអីដែលថាយើងនិយាយមិនបាននោះឯងចង់ចំណេញជាមួយយើងទៅអើយប្រយ័ត្នយើងទះមាត់នោះបានហើយឌឿនបាច់ឆ្កែព្រោះកំព្រោះតាមអីណានាំតែវាហត់ទេមិនដែលលើទេអីគេថាឆ្កែព្រោះមិនដែលខំទេនាងចង់ថាឲ្យអ្នកណាទៅប្រយ័ត្នយើងទះមាត់ណាបានអ្នកនាងមិនមែនជាឆ្កែផងតែខូចចិត្តអីទៅកាត់ຕົកមិនសុខចិត្តធ្វើអីតឌឿនទៅកន្លែងផ្សេងទៅអើយចាអ្នកនាងដួងថានឹងឌឿនបានចាក់ចេញទៅភ្លាមនាងដួងនាងនឹងមិនរួចខ្លួនផោះជើងទេនាងនាពេលរសៀលនៅក្នុងភូមិមានកម្មវិធីកម្សាន្តជាច្រើននៅក្បែរវត្តដួងថាជាមួយនឹងឌឿនបានមកកាន់ទីនេះរំពេចនោះមានអ្នកនៅក្បែរដួងថាព្រមទាំងស្រដីឡើងដួងយើងមានរឿងត្រូវនិយាយគ្នាតែពីរអ្នកយើងប៉ុណ្ណោះណែអ្នកប្រុសសាក់មានរឿងអីចង់និយាយជាមួយអ្នកនាងខ្ញុំនិយាយនៅទីនេះបានណាខ្ញុំសុំស្ដាប់ផងវាមិនមែនជារឿងឯងដែលត្រូវចេះដឹងទេនេះជារឿងផ្ទាល់ខ្លួនរវាងពួកយើងប៉ុណ្ណោះមិនបាច់ចេះដឹងលូកមាត់ទេដួងទៅខាងនោះជាមួយបងពិតជាចង់និយាយជាមួយអូនមែនណាតាត្រូវនិយាយពីអីទៀតហើយរឿងរវាងពួកយើងគឺចប់យូរណាស់ហើយខ្ញុំមិនចង់នៅពាក់ព័ន្ធជាមួយទៀតទេតែបងពិតជាចង់និយាយជាមួយអូនពិតមែនសូមផ្ដល់ឱកាសឲ្យបងដើម្បីឲ្យបងបានបកស្រាយរឿងរ៉ាវទាំងនោះផងបងពិតជាមិនចង់ឲ្យរឿងពួកយើងត្រូវបញ្ចប់ទៅដោយបែបនោះទេរឿងចឹងវាបានចប់យូរហើយមិនមែនតែចប់នោះទេខ្ញុំមិនចង់ស្ដាប់ការបកស្រាយអ្វីឡើយមនុស្សដែលក្បត់ទៅហើយនោះតែខ្ញុំត្រូវសោកស្ដាយអ្វីទៀតស្ដាយសម្រាប់មែនទេនិយាយជាមួយតាមសម្រួលតាមិនក៏មិនចេះស្ដាប់គ្នាអញ្ចឹងដួងកុំធ្វើជាមនុស្សដែលពិបាកក្នុងការនិយាយជាមួយគ្នាអីណាខ្ញុំមកជួបនាងក្នុងនាមជាមនុស្សដែលខ្ញុំចង់តែខ្ញុំមិនចង់ជួបលោកទេសាក់ពីស្រាប់តែអូននាងយកទៅជាមួយខណៈដែលនាងឌឿនក៏បានទៅតាមពួកគេក៏បានមកដល់កន្លែងដែលឆ្ងាយពីភ្នែកមនុស្សសាក់ពីក៏បានបន្លឺតែម្ដងខ្ញុំចង់ឲ្យរឿងពួកយើងត្រូវត្រឡប់មកដូចដើមវិញខ្ញុំចង់ធ្វើជាគូដណ្ដឹងរបស់នាងម្ដងទៀតអីតែខ្ញុំមិនចង់ធ្វើជាគូដណ្ដឹងរបស់សម្រាមឡើយយ៉ាសំដីខ្លាំងណាស់មែនទេហ៎សាក់ពីបំរុងនឹងយាដៃវីនាងតែក៏មានអ្នកចាប់ដៃគេព្រមទាំងច្រានគេឲ្យដួលទៅលើដីភ្លាមឯងជានរណាឯងមិនចេះដឹងរឿងរបស់យើងធ្វើអីបើមិនចង់នាំទុកដាក់ខ្លួនទេឆាប់ចេញឲ្យឆ្ងាយទៅយើងជាមនុស្សដែលចូលចិត្តចេះដឹងរឿងអ្នកដទៃតើខុសដែរមែនទេត្រង់ខ្លួនឯងជាមនុស្សប្រុសបែរជាចង់ធ្វើបាបមកលើមនុស្សស្រីតើអាចឲ្យយើងអោបដៃឈរមើលបានដោយរបៀបណាទៅតែនេះមិនមែនជារឿងរបស់ឯងផងតើឯងត្រូវមកធ្វើជាសុភាពបរោះដើម្បីអីទៅធ្វើខ្លួនជាសុភាពបរោះគឺដើម្បីការពារនារីពីអំពើអយុត្តិធម៌អំពើហិង្សាពីសំណាក់មនុស្សប្រុសកំសាកញីដែលប៉ុនប៉ងធ្វើបាបមកលើមនុស្សស្រីហើយធ្វើខ្លួនជាជើងកាងបាតផ្សារ
ជាមួយមនុស្សពេលដូចជាឯងដែលចង់ប្រើហិង្សាលើសុភាពនារីកុំមកចេះដឹងរឿងយើងណាពុកយើងធ្វើធំឯងច្បាស់ជាមិនរួចខ្លួនទេបើឪពុកឯងធ្វើធំគាត់ច្បាស់ជាចេះបែងចែកថាអ្វីខុសនឹងត្រូវហើយមិនមែនចេះតែកាន់ជើងឯងនោះទេ លោកម្ចាស់កុំរវល់ជាមួយគេអីបដ ாய் តាមគេទៅចោះគេជាអតីតកូនដណ្ដឹងរបស់ខ្ញុំគេក៏មិនអាចធ្វើអ្វីមកលើខ្ញុំបានឡើយលោកម្ចាស់ពួកយើងទៅវិញទៅ ណែអ្នកនាងយើងត្រឡប់ទៅផ្ទះវិញទៅខ្ញុំថានៅបន្តមិនបានឡើយ ខ្ញុំយល់ថាបែបនេះដែរខ្ញុំនឹងជូននាងទៅផ្ទះវិញចំណែកអញវិញអញគង់តែដឹងគ្នាហើយដែលចង់ធ្វើបាបមកលើកូនសេដ្ឋីដុននោះអញកុំគិតថាបានរួចខ្លួនឲ្យសោះ ថាចាប់ហើយអក្សរាក៏បាននាំដួងថានឹងឌឿនចាក់ចេញទៅតែម្ដង ជាលោកម្ចាស់មែនទេតើគេចេតនាឲ្យប្រកាសទៅ មកដល់ផ្ទះលោកសេដ្ឋីដុនអក្សរារៀបរាប់ដំណើរដើមទងពីរឿងទាំងអស់នេះប្រាប់ទៅកាន់លោកសេដ្ឋីបណ្ដាលឲ្យលោកសេដ្ឋីមានការខឹងចិត្តជាខ្លាំង ពិតជាថ្លើមធំពីសមេឃមែនដែលធ្វើរឿងដូចនេះចំពោះកូនស្រីរបស់យើងដាច់ខាតមិនលើកលែងឲ្យឯងនោះទេអរគុណណាស់លោកក្មួយបើមិនមានក្មួយទេខ្ញុំក៏មិនដឹងរឿងនេះដែរកូនស្រីខ្ញុំជាមនុស្សដែលចូលចិត្តលាក់ណាស់ហើយមិនឲ្យមនុស្សទៅជាមួយទៀតពេលយប់ព្រលប់ប្រាប់ថាឲ្យនាំមនុស្សទៅជាមួយតែកូនស្រីនេះគឺក្បាលរឹងណាស់លោកពូចាត់ការទៅតាមនឹងចោះចំពោះមនុស្សបែបនោះទោះបីជាទុកនៅក៏ពិបាកនឹងនិយាយគ្នាដែរខ្ញុំនឹងចាត់ការលើរឿងនេះគេនឹងបានស្គាល់ពីថ្នាំខ្លាំងដែលគេចង់សាកល្បងហើយអញ្ចឹងខ្ញុំគិតថាជម្រាបលាលោកសេដ្ឋីសិនហើយបានអញ្ជើញតាមសម្រួលចុះក្មេងៗជូនដំណើរលោកម្ចាស់ មនុស្សនៅក្នុងផ្ទះក៏បានជូនដំណើរអក្សរាតាមបញ្ជារបស់សេដ្ឋី ឯងមិនអាចរួចខ្លួនទេយើងនឹងមិនឲ្យឯងដេកបានសុខទេចាំមើលចុះ នាពេលព្រឹកឡើងសេដ្ឋីដុនក៏បានចូលមកដល់ឃ្លាំងដាក់អីវ៉ាន់ដែលមានសពាត្រូវចងដៃចងជើងនៅក្នុងបន្ទប់នេះផងដែរ លោកសេដ្ឋីតើគួរធ្វើយ៉ាងណាជាមួយគេទៅខ្ញុំបានត្រឹមតែចាប់ចងគេទុកនោះទេមិនមានបញ្ជាពីលោកសេដ្ឋីខ្ញុំធ្វើអីមិនបានទេបានទៅយកផ្ដៅមកឲ្យយើងបានលោកសេដ្ឋី សេដ្ឋីដុនបានវាយក្នុងសពាជាច្រើនដងដោយមិនប្រណីដៃឡើយ អាយអូយឈប់ធ្វើបាបខ្ញុំទៅខ្ញុំរៀងចាលហើយលោកសេដ្ឋីសូមលោកកុំធ្វើបាបមកលើខ្ញុំទៀតអីអាយអូយឯងប្រហើនដែលហ៊ានធ្វើបាបមកលើកូនស្រីយើងអំណាចឪរបស់ឯងមិនអាចជួយឯងបាននោះទេកុំសង្ឃឹមថាអាចទៅណារួចឲ្យសោះកូនស្រីរបស់យើងតាំងពីតូចក្រូចឆ្មាមកយើងមិនដែលវាយនាងសំបីតែម្ដាយហើយយើងក៏មិនដែលធ្វើបាបផ្លូវចិត្តកូនស្រីយើងដែរតែឯងសម្បត្តិត្រឹមជាមនុស្សពីលឥតបានការសាវ៉ាអប្រ័យដូចនេះចង់ធ្វើបាបមកលើកូនយើងផងហ៎កាលពេលឯងផ្ដាច់ពាក្យជាមួយកូនយើងឯងធ្វើបាបផ្លូវចិត្តកូនយើងរួចម្ដងទៅហើយយើងរងចាំមើលទង្វើឯងបើកូនយើងនៅតែមិនអាចឈប់ពិបាកចិត្តទៀតយើងដាច់ខាតមិនលើកលែងឲ្យឯងនោះទេតែយប់មិញនេះឯងចង់ប្រើហិង្សាមកលើកូនយើងហើយឥឡូវនេះដល់វេនឯងហើយអូយជួយផង សេដ្ឋីដុនវាយផ្ដៅនៅលើរាងកាយគេមិនប្រណីព្រមទាំងបាច់អំបិលគ្រោះនៅលើរបួសគេទៀតបណ្ដាលឲ្យគេស្រែកឈឺមិនប្រណី ពូកងចាត់ការវាបន្តហើយយកវាទៅបោះចោលនៅមុខផ្ទះវាវិញទៅបាទលោកសេដ្ឋី លោកសេដ្ឋីចាក់ចេញពីក្នុងបន្ទប់ភ្លេតតែម្ដងដួងថាបានរៀបចំផ្កាយ៉ាងស្រស់ស្អាតមួយបាច់ខណៈដែលឪពុករបស់នាងនិយាយការងារចប់នាងក៏បានចូលទៅក្នុងបន្ទប់នោះផងដែរ កូនស្រីកូនឯងចូលមកក្នុងបន្ទប់នេះមានការអីដែរ ខ្ញុំយកបាច់ផ្កាមកជូនលោកម្ចាស់ចង់អរគុណពីរឿងការប្រយុទ្ធមិញដែលលោកម្ចាស់បានជួយខ្ញុំ រឿងនេះទេអីកូនស្រីពុកក្មួយទទួលយកទៅអូបានអរគុណនាងដួងសម្រាប់ផ្កាមួយបាញ់ដ៏ស្រស់ស្អាតនេះសម្រាប់ខ្ញុំនាងស្អាតជាងផ្កានេះទៅទៀត លោកម្ចាស់បញ្ចុះខ្ញុំណាស់ អត់ទេខ្ញុំនិយាយការពិតអន្តានាងដួងគឺស្រស់ស្អាតខ្លាំងណាស់ខ្ញុំបញ្ញាប់លាសិនហើយបាន ចាអក្សរាបានចាក់ចេញទៅភ្លាម កូនស្រីដូចជាចាប់អារម្មណ៍លើអក្សរាហើយ
និយាយអីទេប៉ុកខ្ញុំទៅវិញសិនហើយក ូនស្រីពុកអើយបើថាចាប់អារម្មណ៍និយាយមកពុកមិនថាអីនោះទេណា ដួងថាចេញពីក្នុងផ្ទះមកក៏បានឃើញអាក្រាប្រកល់បាច់ផ្កាដែលនាងបានឲ្យគេទៅឲ្យនារីផ្សេងទៀតនាងក៏ស្រាប់តែស្រែកឡើងมันអាចយកផ្កាដែលខ្ញុំប្រកល់ជូនលោកម្ចាស់ទៅឲ្យអ្នកផ្សេងទេខ្ញុំមិនសុខចិត្តឡើយណាថាចាប់ហើយនាងក៏បានចេញទៅតែម្ដង ទេយល់ច្រឡំរឿងអីទេដឹងរាជិនីទៅផ្ទះមុនចុះណាបងនឹងទៅតាមក្រោយជូននាងឯងទៅផ្ទះចុះ អាក្រាក៏ប្រញាប់ទៅតាមដួងថាភ្លាម បងប្រុសខ្ញុំចេះចាប់អារម្មណ៍មនុស្សស្រីហើយ ដួងថាមកដល់ក្នុងសួនច្បារខណៈដែលអាក្រាក៏បានមកដល់ដូចគ្នា នាងដួងតើនាងខឹងជាមួយខ្ញុំរឿងអីហ្នឹងខ្ញុំមិនបានធ្វើអីខុសទេណា មិនបានធ្វើអីខុសទៀតមែនទេលោកម្ចាស់បានឲ្យបាច់ផ្កាដែលខ្ញុំឲ្យទៅលោកម្ចាស់ប្រកល់ឲ្យអ្នកដទៃខ្ញុំមិនសុខចិត្តឡើយណាលោកម្ចាស់មិនអាចធ្វើអញ្ចឹងទេ ប្អូនស្រីខ្ញុំសរសើរតែផ្កានោះស្អាតទើបខ្ញុំឲ្យទៅនាងបងប្រុសឲ្យផ្កាទៅប្អូនស្រីតែខុសដែរមែនទេនាងដួងច្បាស់ជាយល់ច្រឡំជាមួយខ្ញុំក្នុងរឿងអីមួយហើយ អីជាប្អូនលោកម្ចាស់ហេខ្ញុំខំតែប្រច័ណ្ឌ ប្រច័ណ្ឌខ្ញុំហ៎នាងដួងកំពុងតែប្រាប់ខ្ញុំថានាងដួងក៏មានចិត្តមកលើខ្ញុំដែរខ្ញុំលួចសម្លឹងនាងរហូតមកតាំងតែពីខ្ញុំឃើញនាងនៅក្នុងបន្ទប់លួចមើលនាងតាមបង្អួចរហូតខ្ញុំចង់សារភាពយូរហើយតែមិនដែលមានឱកាសសោះតែក្នុងពេលនេះខ្ញុំសុំសារភាពថាខ្ញុំមានចិត្តទៅលើនាងដួងនាងយល់ព្រមធ្វើជាចំណែកមួយនៅក្នុងជីវិតរបស់ខ្ញុំដែរទេខ្ញុំសុំធ្វើជាស្វាមីនាងរៀបការជាមួយខ្ញុំបានទេ រឿងបែបនេះតើទៅសួរលោកពុកខ្ញុំសិនខ្ញុំជាកូនតាមបង្កប់លោកពុកជានិច្ចណា បានខ្ញុំនឹងចូលស្ដីទៅដឹងដល់ពុកក្មេង ខ្ញុំរងចាំកុំជួពេកណា ស្អែកនេះតែម្ដងមិនឲ្យអនាគតប្រពន្ធរងចាំយូរនោះទេ អាក្រាបានចូលស្ដីដណ្ដឹងដួងថាលោកសេដ្ឋីក៏បានរើសកូនស្រីឲ្យទៅអ្នកចំនួនវ័យក្មេងដែលជាដៃគូរកស៊ីរបស់ខ្លួនតែម្ដងដោយមិនអាយអង់យូរឡើយ